โอเคផ្សារភាគហ៊ុនធ្លាក់ខ្លាំងមែនទែនបច្ចុប្បន្នតើពេលនេះគឺជាពេលបញ្ចប់របស់ទីផ្សារភាគហ៊ុនមែនឬទេអូខេ so ស្ដីទាំងអស់គ្នាឥឡូវយើងត្រឡប់មកជួបគ្នាម្ដងទៀតនៅក្នុង Combo Trader អូខេថ្ងៃនេះខ្ញុំមកនិយាយពី experience មួយពីបទពិសោធន៍មួយដែលខ្ញុំឃើញនៅក្នុងផ្សារភាគហ៊ុនខ្ញុំចង់ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដោយសារមួយរយៈនេះគឺខ្ញុំតាមដានព័ត៌មានព័ត៌មានគឺព័ត៌មានខាងក្រៅពី Western មកអញ្ចឹងណាហើយអ្វីដែលយើងមើលក្នុងឆាតយើងឃើញថាផ្សារពាក្យហ៊ុនបច្ចុប្បន្នគឺវាធ្លាក់ខ្លាំងមែនទែនជាពិសេសពាក្យហ៊ុននៅអាមេរិកណាអ្នកដែលគាត់អត់ដឹងប្រហែលជាថាមកពីបញ្ហាសង្គ្រាមពាណិជ្ជកម្មចេះមួយចុងមួយទៅវាសិតតែជាកត្តាអស់នឹងរួមបញ្ចូលគ្នាប៉ុន្តែអ្វីដែលគេនិយាយលើកយកមកនិយាយច្រើនជាងគេគឺថាតើពេលនេះគឺជាពេលបញ្ចប់របស់ទីផ្សារពាក្យហ៊ុនមែនទេណាអូខេអញ្ចឹងដោយសារមានពាក្យទាំងអស់នឹងនិយាយចេញមកទើបខ្ញុំចង់ស្រាវជ្រាវមកអញ្ចឹងបញ្ជាក់ថាវីដេអូនេះគឺវាសំខាន់សម្រាប់បងប្អូនដែលគាត់ចង់ស្វែងយល់ពីវិស័យភាគហ៊ុនណាកុំឲ្យភ័យណាកុំឲ្យចលាចលណាដោយសារឃើញពាក្យហ៊ុនធ្លាក់ខ្លាំងណាឧទាហរណ៍ដូចជាបច្ចុប្បន្នអ្នកធ្លាក់ខ្លាំងជាងគេ Tesla បើយើងនិយាយពីកំពូលមកធ្លាក់មកដល់បច្ចុប្បន្នគឺយើងឃើញធ្លាក់ 50% ជាង 50% នៃហ៊ុនរបស់ Tesla ណាហ៊ុនរបស់ Tesla មិនមែនតែ Tesla ទេពាក្យហ៊ុនផ្សេងទៀតធំដូចជា US 30ណា US 30